Ê, rớt, anh chúng bẹ lui kê bằng nâng hai. Anh không bằng rồi hốt nó plít khuôn hỏi ấy. Mà, đã mà cao sân á. បងស្អេងរត់នឹងកញ្ញាគេបានសងបំណុលរួចអស់ហើយថែមទាំងបានលួចដីរបស់គេមកវិញទៀតរាល់ថ្ងៃនេះបងផឹកស៊ីតែឥតប្រយោជន៍បាននៅតែបន្តបែបនេះទៀតតើបងចង់ឲ្យកូនយើងលំបាកដូចយើងដែរឬអីរឿងបំណុលកិត្តិយសនៅទីធ្លាផ្ទះមួយដែលព័ទ្ធជុំវិញដោយដំណាំស្វាយដុះត្រសុំត្រសាយតាគង់អង្គុយលើគ្រែឫស្សីមើលទៅមានសភាពតានតឹងជាខ្លាំងហើយនៅក្បែរគាត់គឺពូសំដែលជាម្ចាស់ដីកសិកម្មដ៏ធំជាងគេក្នុងភូមិកគីរិទ្ធនិងភរិយារបស់គេកញ្ញាឈរនៅពីមុខពួកគាត់ដោយទឹកមុខស្លេកស្លាំងរិទ្ធបានកាន់ថង់យាមចាស់មួយដែលដាក់ប្រាក់តំណាងឲ្យការប្រឹងប្រែងចុងក្រោយរបស់ពួកគេលោកពូសំខ្ញុំដឹងថាខ្ញុំយឺតយ៉ាវអស់រយៈពេល3ខែមកហើយនេះជាប្រាក់ទាំងអស់ដែលខ្ញុំអាចសន្សំបានខ្ញុំមិនអាចឲ្យដីតូចមួយនេះត្រូវបាត់បង់បានទេរ៉េមខ្ញុំឲ្យឱកាសឯងច្រើនដងណាស់ហើយបើឯងមិនសងបំណុលឲ្យគ្រប់គ្រាន់ទេខ្ញុំនឹងយកដីនេះមកវិញលួចដែលកិច្ចសន្យាបានចែង សូមលោកពូសំអាណិតយើងខ្ញុំផងប្តីរបស់ខ្ញុំគាត់ស្រឡាញ់កិត្តិយសគាត់ណាស់គាត់មិនរត់គេចទេគាត់នឹងធ្វើការទាំងយប់ទាំងថ្ងៃដើម្បីសមបំណុលនេះសូមលោកពូទុកពេលឲ្យយើងខ្ញុំត្រឹម1ឆ្នាំទៀតបានហើយសំក្មួយឯងគួរទុកចិត្តរត់ម្ដងទៅខ្ញុំស្គាល់គ្រួសារគេតាំងពីយូរមកហើយភាពស្មោះត្រង់របស់គេគួរតែមានតម្លៃជាងការប្រាក់បន្តិចបន្តួចនោះណាបាទបើតាគង់និយាយបែបនេះហើយខ្ញុំមិនទុកឱកាសឲ្យគេម្ដងទៀតចុះនេះក៏ដោយសារយល់ដល់តាគង់ទេប៉ុន្តែខ្ញុំមានលក្ខខណ្ឌឯងត្រូវធ្វើការនៅក្នុងចំការរបស់ខ្ញុំនៅពេលថ្ងៃដើម្បីកាត់បន្ថយបំណុលហើយនៅពេលល្ងាចឯងអាចធ្វើការនៅលើដីឯងបានឯងត្រូវតែសងបានពាក់កណ្ដាលនៃបំណុលក្នុងរយៈពេល6ខែបើមិនដូច្នោះទេខ្ញុំនឹងយកដីនេះមកវិញជាក់ជាមិនខានបាទលោកពូខ្ញុំនឹងធ្វើតាមលក្ខខណ្ឌទាំងអស់នឹងសងបំណុលនេះមិនឲ្យខ្វះមួយកាក់មួយសេនឡើយថ្ងៃលិចហើយមេឃមានពណ៌ទឹកក្រូចនិងពណ៌រីងស្វាយរិទ្ធកំពុងដើរត្រឡប់ទៅផ្ទះវិញស្មារបស់គេសឹងជ្រុះទៅហើយដោយសារតែអស់កម្លាំងប៉ុន្តែជំហានរបស់គេនៅតែរឹងមាំគេក៏បានជួបសេងនិងហុងជាអ្នកជិតខាងដែលរស់នៅដោយភាពខ្ជិលច្រអូសកំពុងតែអង្គុយផឹកទឹកត្នោតជូរក្បែរផ្លូវសេងក៏ឃើញរិទ្ធត្រឡប់មកពីធ្វើការទាំងយប់លីចប់ដោយភាពនឿយហត់អេរត់ឯងជំពាក់លុយគេប៉ុណ្ណឹងហើយឯងខំប្រឹងរហូតដល់ភ្លេចខ្លួនហើយអីមកដាក់មកកៅសិនណាឯងមានដីតែបន្តិចបន្តួចនឹងធ្វើការឲ្យងាប់ទៀតក៏មិនបានលុយសងពូសំដែរមកមែនហើយកុំប្រញាប់អីដល់ម៉ោងសម្រាប់ហើយនឹងចាំស្អែកទៅចាំធ្វើការទៀតអរគុណហើយបងសេងតែខ្ញុំមិនអាចសប្បាយឥឡូវនេះបានទេពេលវេលារបស់ខ្ញុំមានតម្លៃណាស់ខ្ញុំមិនត្រឹមតែធ្វើការសងបំណុលទេតែខ្ញុំកំពុងសងបំណុលកិត្តិយសទៅកាន់តាគង់និងពូសំដែលបានផ្ដល់ឱកាសដល់ខ្ញុំថែមទៀតផងកិត្តិយសហ៎លុយទេដែលសំខាន់ឯងគិតថាឯងអាចផ្លាស់ប្ដូរវាសនាឯងបានមែនមកសប្បាយជាមួយពួកយើងសិនទៅបើខ្ញុំមិនខំទេវាសនារបស់ខ្ញុំនឹងនៅតែដដែលនឹងឯងបងអើយនេះយាយចំរិទ្ធបន្តដំណើរទៅមុខទៀតដោយបន្សល់ទុកឲ្យសេងនិងហុងមើលមុខគ្នាហើយក្រវីក្បាលគិតថារិទ្ធខិតខំខ្លាំងពេកដោយឥតប្រយោជន៍កញ្ញាកំពុងរៀបចំម្ហូបសម្រាប់អាហារពេលល្ងាចនៅក្នុងផ្ទះហើយស្រីម៉ៅដែលជាភរិយារបស់សេងក៏ចូលមកអង្គុយលេងនៅក្បែរនោះកញ្ញាខ្ញុំសរសើរឯងដែរដែលទ្រាំមើលប្តីឯងខំប្រឹងដល់ថ្នាក់នឹងខ្ញុំមកឃើញគេធ្វើការឲ្យពូសំនៅពេលថ្ងៃហើយធ្វើការលើដីខ្លួនឯងនៅពេលល្ងាចខ្ញុំឃើញហើយណាស្ទើរតែដាច់ខ្យល់ជំនួសទៅហើយកញ្ញាអើយខ្ញុំដឹងថាគាត់ហត់ខ្លាំងប៉ុន្តែយើងមិនមានជំរឿសទេណាស្រីម៉ៅយើងត្រូវតែធ្វើការលើសពីអ្វីដែលយើងអាចធ្វើបានបើទោះបីជាពេលខ្លះយើងដឹងថាធ្វើវាមិនបានក៏ដោយខ្ញុំគិតថាពូសំលោពេកហើយ
គាត់ចង់បានដីឯងទាំងអស់ហ្នឹង មិនដូចអ្វីដែលឯងគិតទេពូសំគ្រាន់តែទាមទារនៅអ្វីដែលជាសិទ្ធិរបស់គាត់នោះទេភាពស្មោះត្រង់របស់យើងគឺជាការសងអ្វីដែលយើងជំពាក់គេវិញយើងនឹងបង្ហាញគាត់ថាយើងគឺជាមនុស្សដែលអាចទុកចិត្តបាន 6 ខែបានកន្លងផុតទៅរិទ្ធនិងកញ្ញាបានដើរទៅផ្ទះពូសំម្ដងទៀតដោយភាពភ័យខ្លាចលីឡំនឹងមោទនភាពផងដែរនៅលើគ្រែក្រោមម្លប់ដើមស្វាយ លោកពូសំនេះជាលុយសងបំណុលពាក់កណ្ដាលដែលយើងបាននិយាយគ្នាកាលពីលើកមុនខ្ញុំបានធ្វើការនៅក្នុងចំការរបស់លោកពូដោយស្មោះត្រង់ហើយលុយដែលសល់នេះគឺបានមកពីផលដំណាំដំបូងដែលប្តីប្រពន្ធរបស់ពួកយើងឆ្លៀតដាំនៅពេលល្ងាចសូមលោកពូជួយរាប់វាផងចុះ ត្រឹមត្រូវល្អណាស់រិទ្ធខ្ញុំបានឃើញពីការខិតខំរបស់ឯងខ្ញុំឃើញរាល់ព្រឹកដែលឯងតែងក្រោកពីព្រលឹមមុនគេល្អខ្លាំងណាស់ឯងមិនត្រឹមតែសងនៅបំណុលទេតែបានសងទាំងទំនុកចិត្តរបស់តាគង់និងខ្ញុំផងដែរ រិទ្ធនិងកញ្ញាញញឹមដែលមានអារម្មណ៍ធូរស្រាលនិងមានមោទនភាពយ៉ាងខ្លាំងរួញក៏ត្រឡប់ទៅផ្ទះរបស់គេវិញពេលវេលាចេះតែដើរទៅមុខមួយឆ្នាំបន្ទាប់ពីកិច្ចព្រមព្រៀងក៏បានបញ្ចប់ប្តីប្រពន្ធទាំងពីរកំពុងតែញ៉ាំអាហារពេលល្ងាចពន្លឺនៅក្នុងផ្ទះតូចទៀតជះស្រមោលជ្រៅជ្រៅពួកគេនិយាយដោយស្ងាត់ស្ងាត់សំឡេងរបស់ពួកគេពោរពេញទៅដោយគោលបំណងរួមមួយ បងរិទ្ធឥឡូវនេះយើងអាចទិញឧបករណ៍ធ្វើស្រែថ្មីៗបានហើយ មិនទាន់ទេអូនយើងបានសងបំណុលគេអស់ហើយប៉ុន្តែដីរបស់យើងនៅតែកំពុងជាប់បញ្ចាំនៅឡើយទេបងគិតថាដល់ពេលដែលយើងសុំទិញដីនោះពីពូសំមកវិញហើយ តែបើយើងទិញគឺត្រូវចំណាយស្ទើរតែលុយទាំងអស់ដែលយើងរកបានកន្លងមកហើយណាបង ភាពជាម្ចាស់ដីណាគឺជាសន្តិសុខផ្លូវចិត្តជាងយើងលែងរស់នៅដោយការភ័យខ្លាចទៀតហើយយើងបានបង្ហាញពូសំនិងបង្ហាញខ្លួនយើងថាយើងអាចធ្វើបាន បន្ទាប់ពីសម្រេចចិត្តរួចហើយរិទ្ធនិងកញ្ញាទៅជួបពូសំសាជាថ្មីគេទាំងពីរនាក់ក៏រៀបរាប់ពីគោលបំណងរបស់គេទៅកាន់ពូសំ ខ្ញុំរីករាយណាស់ដែលឯងមកវិញខ្ញុំនឹងលក់ដីនេះឲ្យឯងវិញជាកម្មសិទ្ធិដែរឯងសមនឹងទទួលបានវាដោយភាពស្មោះត្រង់របស់ឯងខ្ញុំសូមជូនពរឯងជួបតែសំណាងល្អ តាគង់ដែលអង្គុយក្បែរនោះញញឹមដោយពេញចិត្ត ក្មួយសំក្មួយបានរកឃើញបុរសស្មោះត្រង់ម្នាក់ហើយរិទ្ធបានបង្ហាញយើងថាទ្រព្យសម្បត្តិពិតប្រាកដមិនមែនជាដីឬលុយកាក់ទេតែជាចរិតរបស់បុគ្គលទៅវិញទេតើ បកមកមើលខាងគ្រួសាររបស់ស្រីម៉ៅវិញម្ដងការសេងមកដល់ផ្ទះវិញទាំងយប់នោះក៏ឃើញស្រីម៉ៅកំពុងអង្គុយយំបងស្អេងរិទ្ធនិងកញ្ញាគេបានសងអំណររួចអស់ហើយថែមទាំងបានលួចដីរបស់គេមកវិញទៀតរាល់ថ្ងៃនេះបងផឹកស៊ីតែឥតប្រយោជន៍បាននៅតែបន្តបែបនេះទៀតតើបងចង់ឲ្យកូនយើងលំបាកដូចយើងដែរឬអី អូនម៉ៅអូននិយាយត្រូវហើយបងគិតថាគេល្ងងតែតាមពិតទៅបងនេះទៅវិញទេដែលជាអ្នកល្ងងនោះរិទ្ធគេមិនដែលសម្រាកទេហើយចំណែកឯយើងវិញគឺមិនដែលធ្វើការសោះ ចាបងបើបងយល់ឃើញបែបហ្នឹងគឺល្អណាស់ បងនឹងឈប់ខ្ជះខ្ជាយពេលវេលាទៀតហើយបងនឹងចាប់ផ្ដើមពីស្អែកនេះតែម្ដងបងនៅតែរកការងារធ្វើបន្ថែមទៀត ភាពជោគជ័យរបស់រិទ្ធនិងកញ្ញាបានជះឥទ្ធិពលយ៉ាងខ្លាំងទៅដល់អ្នកនៅក្នុងភូមិដែលធ្វើឲ្យពួកគេផ្លាស់ប្ដូរនូវផ្នត់គំនិតអវិជ្ជមានគេចេញពូសំនិងតាគង់អង្គុយមើលទៅផ្ទះរិទ្ធដែលឥឡូវមានពន្លឺភ្លើងហើយ រិទ្ធនិងកញ្ញាគឺជាគំរូដ៏ល្អខ្ញុំកោតសរសើរពួកទេគ្រាប់ពូជតូចមួយនៃការខិតខំនិងការតាំងចិត្តសងបំណុលកិត្តិយសបានរីកលូតលាស់ទៅជាផ្លែផ្កាដ៏អស្ចារ្យ ភាពស្មោះត្រង់គឺជាឫសគល់ដ៏រឹងមាំបើឫសគល់រឹងមាំទោះជាមានព្យុះប៉ុណ្ណាក៏មិនអាចបំបាក់បានឡើយ ការខិតខំប្រឹងប្រែងរមែងទទួលបានមកវិញនៅផលដ៏ល្អតែបើមិនប្រឹងប្រែងទេនោះប្រកាសណាស់ផលនឹងមិនអាចកើតឡើងបាននោះឡើយការលះបង់តស៊ូនិងភាពស្មោះត្រង់គឺជាមធ្យោបាយតែមួយគត់ដើម្បីផ្លាស់ប្ដូរវាសនា
ដោយរិទ្ធដែលមិនបានខ្ជះខ្ជាយពេលវេលាលើភាពងាយស្រួលភាពជោគជ័យគឺការចេញពីការតាំងចិត្តធ្វើការលើសពីការទីមទីហើយបង្ហាញថាអ្នកជាមនុស្សដែលគេអាចទុកចិត្តបានដោយដែលព្រះយេស៊ូវបានបង្រៀនផងដែរថាអ្នកដែលដើរតាមផ្លូវទៀងត្រង់រមែងបានសុខរីឯអ្នកដែលដើរតាមផ្លូវវិតវេមុខជាធ្លាក់ទៅក្នុងផ្លូវនោះជាមិនខាន